Okay. Và to mùi reactនឹងចឹង slow ដើរអត់ដើរឃើញមកទៀតចុះមិន slow ចឹងដែរអូខេតែទៀតទៅមួយ react ចឹងនិយាយមកយកreact វាមាន file អាហ្នឹងតែទៅរៀន react ក៏ឲ្យថ្ងៃបរៀនចឹងមិនអស់ទៅអត់អីទេតែចង់ថារៀន react ដល់ណាដែលអាចយើងអាចមកយល់ API ជាមួយ react ហ្នឹងបានទាំងយល់ទាំងអស់ដែរចឹងខ្ញុំទៅមើលវីដេអូរៀនមកទាំងអស់ទាំងបើអាចដល់នេះទៀតដល់ទាំង OTK ទៀតតែគ្រាន់តែថា OTK គាត់ថា OTK គេប្រើវាដល់ទៅក្នុងអា professional project ហ្មងអាផ្លូវការគេយកជាផ្លូវការហ្មងដូចអា project ហ្នឹងវាធំវាញ៉ៃវា conflict ញ៉ៃនៅក្នុងហ្នឹងបានគេប្រើ OTK នេះទៅរៀបចំហ្នឹងណាប៉ុន្តែបើសាមញ្ញធម្មតាបើវាអត់មាន API ញ៉ៃទេប្រើតែ fix ធម្មតាក៏បានដែរតែបរិញ្ញាបត្រ OTK នេះល្អការ foundation ហ្នឹងក៏ឈើបរិញ្ញាបត្រ OTK ហ្នឹងដែរឃើញយល់តិចទេខ្ញុំក៏រៀន HTML យូរដល់ក៏ពេលដល់កន្លែងពិបាកម៉ែរៀនតែមួយថ្ងៃ2ថ្ងៃស្ទេចចុះកាលហ្នឹងបញ្ញាប់ដើម្បីទៅធ្វើ final project ហ្នឹងហើយខ្ញុំអ្នកថ្មីខ្ញុំទៅធ្វើមិនកើតចឹងគេធ្វើខ្ទេចខ្ញុំទៅធ្វើ Java វិញនៅក្នុងរៀនមកក៏អត់មាន ខ្ញុំឃើញដូចជាមាន OTK នេះដែរហ្នឹងពីចឹងគាត់អត់ដល់នឹងទៅនឹងពួកនេះវាដល់ project ធំហ្មងតែ project យើងចូលក្រោយនេះជាមួយ Spring ហ្នឹងគឺដឹងទៅត្រូវតែប្រើ OTK នេះជាដាច់ខាតហើយពួក project ក្រោយហ្នឹងវាធំទៅតែឥឡូវយល់ពីអា React ធម្មតាដឹង component ក្នុង React ហ្នឹងប្រើមិនអីដល់ចឹងនៅក្នុង React ជាធម្មតាចេះបើសិនជាយើង say អា Tailwind CSS Tailwind HTML CSS ធម្មតាហ្នឹងមក file HTML មក pack យកមកមិនអញ្ចឹងហីហ្នឹងហើយប៉ុន្តែពេលចូលដល់ React វាកាត់ជា session វិញណាវាកាត់មក session វិញវាដូចនៅក្នុង hero មក pack ចឹងទៅចូលមកដល់ក្នុងដូចនៅបាននេះមក component មក pack មកនៅបានមក component ចឹងទៅ hero នេះមក component ចឹងទៅ button មួយមក component ចឹងទៅហើយយើងអាចហៅ button នេះយកទៅប្រើច្រើនកន្លែងក៏បានដែរដូច hero នេះមក component អញ្ចឹងវាលេងមានជាមក file មក pack ទៀតហើយមានថាវាបែងចែកជា component ទៅវិញអញ្ចឹងទៅដល់ពេលហ្នឹងយើងងាយស្រួលប្រើប្រាស់ហើយឧបមាថា header នេះមក component អញ្ចឹងពេលដែលខ្ញុំចូលមកដល់ក្នុង reference វាមិនមាន header មួយដែរចូលមកដល់ learn មិនមាន header មួយដែរអញ្ចឹងយើងអត់ចាំបាច់ copy code ហ្នឹងទៅផាសច្រើនដងដូចយើងសរសេរ Tailwind ធម្មតាយើងថាយើងមានតែ component តែមួយយើងហៅប្រើប្រហែលដងក៏បានដែរតម្រងហ្នឹងណាឥឡូវបាទអញ្ចឹងរបៀបដែល structure របស់នេះអញ្ចឹងនៅក្នុង source នេះគេអាចមានជា component នៅក្នុងរៀនមកអញ្ចឹង folder component នេះផ្ទុកនៅ component ទាំងអស់នៅក្នុងហ្នឹងអញ្ចឹងនៅក្នុង source នេះអាចមាន pack ទៀតទៅអញ្ចឹង pack នេះអញ្ចឹងអា folder pack នេះផ្ទុកនៅ pack ទាំងអស់ហ្នឹងទៅអញ្ចឹងនៅពេលហ្នឹងគេអាចមាន util អាចមានអីបន្តទៀតឧបមាថាករណីបើសិនជាយើងទៅ customize តាក់ទងទៅនឹងឧបមាថាតាក់ទងទៅនឹង button នេះដូច button របស់យើងនេះវាអាចមានច្រើនប្រភេទ button មូល button ជ្រុងអីអញ្ចឹង button hover មានអីអញ្ចឹងគេអាចមាននៅ util អា folder util អញ្ចឹងអា folder util នេះវាអាចផ្ទុកនៅអា customize button ផ្សេងទៀតនៅក្នុងនឹងច្រើនទៀតតននេះបាទឥឡូវexample ថា example ខ្ញុំទៅបង្កើត component header មួយនៅក្នុងហ្នឹងជាធម្មតាខ្ញុំយកមកពីក្នុង hyper បាទ record ដែរឥ
ឥឡូវ example ថាខ្ញុំទៅយក component header មកមួយអញ្ចឹងអាពេល select ហ្នឹងនេះ select យក JSX នេះមក JSX នេះជា extension របស់ React នេះឃើញធម្មតា React វាមានអា .jsx នេះចឹងនឹងជា extension របស់វាអញ្ចឹងនេះជា code របស់វាអញ្ចឹងយកទៅ copy មកហើយទៅ paste ចឹងក្នុង component នេះក្នុង component នេះវាអាចផ្ទុកនៅ folder ផ្សេងៗច្រើនទៀតអញ្ចឹងឧបមាថាខ្ញុំដាក់ folder layout អញ្ចឹងអា folder layout នេះវាផ្ទុកនៅអារូប layout មានអីគេមាន header មាន footer មាន route layout ឲ្យយើង route មាន OLED មានអីនៅក្នុងហ្នឹងហ៎បាទអញ្ចឹងអាចបង្កើតអានេះមកជា header ហើយគ្រប់ function ទាំងអស់មានថាក្នុង React មក file មក function អញ្ចឹងគ្រប់ function គ្រប់ file ទាំងអស់ហ្នឹងត្រូវតែអក្សរធំទាំងអស់ក្នុង React ដូចយ៉ាងនេះដូច file JSX នេះជាដូច file header នេះត្រូវតែអក្សរធំអក្សរ H ហ្នឹងតែបើ folder អាចអក្សរតូចបានអញ្ចឹង shortcut របស់វានេះអញ្ចឹងផាសអាមិញចូលមកក្រុមនេះ error ទេដោយសារតែវាអត់ detect size ទៅdetect អញ្ចឹងពេលដែលហៅអា food component header នឹងមកប្រើគាត់តែចាំមើលអានេះ run មិញបានទៅប៉ុណ្្នេះចាំមើលហៅអា folder ហៅ component មកប្រើជាហៅតែអាហ្នឹងឯងចាតាអញ្ចឹងចេះហើយទៅហៅប៉ុណ្ណឹងមកនេះបានអា component មកប្រើហើយតែឡើយហ្នឹងដឹងចេះនិយាយទៀតទៅអាកន្លែងហ្នឹងវាចេះយើងធ្វើដែរណាគាត់ថាបានដល់ទាញ API យកថាយើងធ្វើវាចេះកតនឹង React អញ្ចឹងមានតែទៅស្គាល់ពី React ខុសនៅក្នុង React ខុសមានReact ហុកមាននេះគេនេះមាន use context use effect use ref មានអីហ្នឹងតែពីច្រើនគេប្រើមានតែ use state use effect ហ្នឹងឯងគេប្រើច្រើនហ៎ចុះតកតងទៅនឹងអាការដែល pass value ឧបមាថាឥឡូវនៅក្នុង component នេះខ្ញុំមានប៊ូតុងចេះអញ្ចឹងនៅក្នុងនេះខ្ញុំមានប៊ូតុងមួយហើយនៅក្នុង function នេះខ្ញុំមាននៅ prop មួយបាទថា text ចាអញ្ចឹងនៅក្នុងប៊ូតុងនេះខ្ញុំប្រើ text អូមកថាបើសិនជាហៅប៊ូតុងនេះទៅប្រើនៅក្នុងនេះជាធម្មតាពេល run មកវាអូមកឥឡូវពេលហៅប៊ូតុងមកប្រើពេលហៅប៊ូតុងនឹងមកប្រើវាអត់មានប៊ូតុងអីទេដោយសារតែប៊ូតុងរបស់យើងវាអត់មានអីវាអត់មានអីអញ្ចឹងនៅពេលនេះយើងបោះ prop ទៅនៅក្នុងហើយនេះពី hello នេះមកដែរតន្តនាការបោះប្រាប់នេះដែរអានេះយើងបោះទៅឲ្យក្នុងបេតុងហ្នឹងហើយយើងបោះទៅឲ្យក្នុងបេតុងចុះអា text នេះ text នេះជា text នេះដូចជា variable មួយនៅក្នុង function នេះនៅក្នុង function បេតុងនេះយើងមាននៅ variable text មួយហ្នឹងហើយអញ្ចឹងដល់ពេលដែលយើងបោះបេតុងទៅយើងប្រើ variable ហ្នឹងយើង assign hello ហ្នឹងទៅឲ្យ variable hello ទៅកាន់ variable text អញ្ចឹងអូខេយើងយក variable text យើងមក display ហើយតែអា text ហ្នឹងយើង display ណាវាចេញទៅហ្នឹងហើយយើងយក display ណាចេញក្នុងបេតុងក្នុង function ហ្នឹងហើយបើសិនយើងមានពាក្យអីមួយទៀតហើយយើងដាក់អា text នៅមុខវាចេញអាពាក្យនៅមុខវិញហ្នឹងហើយអូខេពីនៅក្នុងនេះមាន paragraph អញ្ចឹងមកថា paragraph យើងដាក់ text ទៀតទៅ
ចឹងវាចេញអា text ហ្នឹងទៀតទៅឃើញ hello ពីរដងចឹងទៅញ៉ាំ hello នេះលើបន្ទប់ hello លើ paragraph តែតង់តហ្នឹងការបោះប្រອບហ្នឹង ប្រម អូខេ ក្នុង Java parameter ហ្នឹងហើយ parameter នេះយើងហៅប្រອບអញ្ចឹងអា react hook និយាយទៅ react hook ហ្នឹងគេប្រើវាជាធម្មតាវាយើងអត់ត្រូវការ fix ឬក៏ website ហ្នឹងវាតូចល្មមវាអត់ត្រូវការ manage អីច្រើនយើងប្រើ react hook ហ្នឹងហើយប៉ុន្តែបើសិនជា website ហ្នឹងធំប្រើ AutoK អញ្ចឹង AutoK ជំនួស react hook ហ្នឹង ចូល AutoK នេះមានអី AutoK query មានទេហ្នឹងហើយ AutoK query ហ្នឹងហើយ AutoK ដូចគ្នាទេអាហ្នឹងខុសគ្នាយល់រំពេលដែលយើងប្រើ AutoK query ពេលយើងប្រើ AutoK ធម្មតាវាត្រឹមជា global state ទេន័យថាវាអត់ទាន់បែងចែកទៅតាម stock ទៅតាមកន្លែង manage ទៅតាមអីទាំងអស់ហើយប៉ុន្តែពេលដែលយើងពេលទៅដល់ AutoK query វាគិតទាំងអស់ហ្មងដូចគេមានអារូបភាពណាទេគឺរូបភាពកាន់ហ្នឹងឈើបញ្យលឡងតំណងហ្មងនេះវាមាន UI វាមាន action វាមាន user វាមាន store មានអីត្រឹមត្រូវវាដូចដំបូងសកម្មភាពឬក៏ logic ផ្សេងដែលយើងចង់ដាក់ឲ្យ interaction យើងសេនៅក្នុង action ហើយយើង call អាហ្នឹងទៅ power នៅក្នុង user ទាំងអស់ហ្មងពេលយើង call ដល់ user អញ្ចឹង user នេះពេលដែល store ហៅមកប្រើ store ហៅតែអាណាដែល UI យើងចង់ប្រើបានវាមាននៅក្នុង store អញ្ចឹង user នេះផ្ទុកនៅ interaction នេះទាំងអស់ហ្មងប៉ុន្តែ interaction ណាដែលយើងយកប្រើបានវាមាននៅក្នុង store នេះជួនកាល interaction ខ្លះយើងអត់ត្រូវការប្រើហើយយើងប៉ុន្តែយើងបង្កើតវាជា component មួយទុកទៅដាក់កន្លែងណាផ្សេងទៀតអញ្ចឹងប៉ុន្តែ store នេះកន្លែងណាដែលយើងយកមកប្រើនៅក្នុង UI ហ្នឹងហើយតែអាហ្នឹងដូចទៅនឹងReact Hook នេះដែរតែគ្រាន់ថា React Hook នេះវាបានតែវាបានតែនៅក្នុង component ហ្នឹងវាអាចជា global បានណាអានេះ use fake use callback use contain ហើយដែលគេប្រើច្រើន use state ប្រើច្រើនអាហ្នឹងរៀនមកមានដល់React Hook ហ្នឹងបងមានដឹងតែមានហីបើរៀន React អត់មាន React Hook ហ្នឹងដូចអត់មានន័យអីចឹងឯងដល់ AutoK អត់ចា AutoK ខ្ញុំអត់ដឹងដែរព្រោះ AutoK វាធំដែរ scroll មើលទៅdeploy website deploy website ទៀតខ្ញុំមើលដែរមើលដល់ណាខ្ញុំមើលដែរមើល share screen ខ្ញុំមើលដែរមើល